ឥឡូវនេះចូលដល់ព័ត៌មានទី2បាទព័ត៌មានទី2ហ្នឹងខ្ញុំបង្ហាញជូនប្រិមិត្តដើម្បីឲ្យឃើញថាតើថៃនិយាយប្រភ្លេចប្រភ្លោចយ៉ាងម៉េចទៀតបានដែរបាទអញ្ចឹងយើងមើលរៀនពិចារណាទាំងអស់គ្នាអញ្ចឹងខ្ញុំជូនព័ត៌មានទៅពេលនេះគឺព័ត៌មានបដានៅពន្យល់បដាផងដែរសារព័ត៌មាន South China Morning Post ហើយនៅសារព័ត៌មានច្រើនណានៅសហរដ្ឋអាមេរិកនេះបានរាយការណ៍អំពីដំណើររបស់បេសកជនពិសេសរបស់ក្រសួងការបរទេសរបស់ប្រទេសចិនទៅថៃនិងកម្ពុជាក៏ប៉ុន្តែនៅខាងភាគីថៃអត់ឃើញមានសេចក្តីរាយការណ៍ខាងកម្ពុជាក៏អត់ទាន់មានសេចក្តីរាយការណ៍ដែរក្រៅពីសារព័ត៌មាននៅខាងក្រៅប្រទេសរាយការណ៍ណាហើយគឺខ្ញុំយក South China Morning Post នេះដោយសារតែគាត់រាយការណ៍បានលម្អិតច្រើនអញ្ចឹងខ្ញុំសូមបកប្រែទូរទស្សន៍មិនទាំងស្រុងទេជូនប្រិមិត្តដើម្បីពិចារណាហើយខ្ញុំដកស្រង់ពីកាសែត Khawsod របស់ថៃផងដែរដើម្បីចង់ដឹងបទកម្មពីខាងថៃយោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថាគឺទីក្រុងប៉េកាំងបានបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅប្រទេសថៃនិងប្រទេសកម្ពុជានៅថ្ងៃប្រហ័សនេះដើម្បីចរចាសម្របសម្រួលឲ្យមានសន្តិភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យប្រទេសទាំងពីរដែលនៅតំបន់អាស៊ីអាគ្នេយ៍នេះគឺបញ្ឈប់ការបាញ់ដាក់គ្នាទៅវិញទៅមកក្រសួងការបរទេសរបស់ចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធកន្លងមកនេះថាគឺក្នុងនាមជាប្រទេសជិតខាងដ៏ល្អជិតស្និទ្ធទាំងជាមិត្តភ័ក្តិជាមួយនឹងកម្ពុជានិងជាមួយនឹងថៃនោះគឺប្រទេសចិនតាមដានមើលស្ថានភាពនៃការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែននេះដោយយកចិត្តទុកដាក់បំផុតហើយគឺយើងប្រើការទូតបាទធ្វើដំណើរចុះឡើងរវាងប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានសន្តិភាពបើយោងតាមសេចក្តីថ្លែងការណ៍នោះបានបន្ថែមថាតាមរយៈវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ចិនគឺចិនខិតខំធ្វើការយ៉ាងសកម្មដើម្បីធ្វើយ៉ាងណាឲ្យបន្ធូរបន្ថយភាពតានតឹងនេះបើយោងតាមក្រសួងការបរទេសរបស់ចិនដែលបានហៅការទូតបាទចុះឡើងរបស់ខ្លួននេះថាគឺជាវិធីសាស្ត្រមួយដែលវិធីដែលចិនប្រើប្រាស់ដើម្បីកិច្ចការនៅក្នុងតំបន់អាស៊ីក៏ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងគឺមិនបានបញ្ជាក់ឈ្មោះថាបេសកជននោះគឺជាអ្នកណាទេក៏ប៉ុន្តែបើយោងតាមតំណែងដែលបានបង្ហាញគឺជាលោកតេងស៊ីយុនដែលជាអ្នកដឹកនាំកិច្ចការនេះការខិតខំប្រឹងប្រែងសម្របសម្រួលរបស់ទីក្រុងប៉េកាំងនៅពេលនេះគឺកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានខិតខំជំរុញកាលពីសប្តាហ៍មុនដោយមិនបានជោគជ័យក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានេះទេបើទោះបីជាលោកបានទូរស័ព្ទដោយផ្ទាល់ជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរនេះក៏ដោយរីឯសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននោះក៏ខិតខំជំរុញឲ្យមានការចរចាបត់ជប់បាញ់គ្នាផងដែរដោយដឹកនាំដោយប្រទេសម៉ាឡេស៊ីដែលជាប្រធានបដូវវេននៅក្នុងតំបន់នោះបើទោះបីជាមានការរីកចម្រើនទៅមុខធំដុំខ្លះក៏ដោយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃនិងកម្ពុជាព្រមចូលរួមនៅក្នុងកិច្ចប្រជុំរបស់អាស៊ានពិសេសនៅថ្ងៃទី22ខែធ្នូនេះគឺអាចនឹងកើតមានឡើងនេះបើយោងតាមខាងប្រភពពីទីក្រុងកូឡាឡាំពួរទីក្រុងប៉េកាំងគឺមានឥទ្ធិពលគួរសមខ្លាំងក្លាទៅលើប្រទេសកម្ពុជានិងប្រទេសថៃក្នុងគណៈពេលដែលប្រទេសចិនគឺខិតខំរក្សាទំនាក់ទំនងជាមួយនឹងប្រទេសទាំងពីរនេះគឺកម្ពុជាគឺជាអ្នកទិញអាវុធដ៏ធំរបស់ប្រទេសចិនហើយគឺជាប្រទេសដែលបានខិតខំពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយនឹងប្រទេសចិនទៅលើទំនាក់ទំនងខាងយោធាផងដែរគឺប្រទេសចិននិងកម្ពុជាបានរៀបចំនៅសម្ពយុទ្ធយោធាជាច្រើនក្នុងពេលកន្លងមកចាប់តាំងពីឆ្នាំ2018ដូចជាមានការធ្វើសម្ពយុទ្ធបាននាគមាស Golden Dragon ហើយខាងទីក្រុងភ្នំពេញក៏បានផ្ដល់ឲ្យទីក្រុងប៉េកាំងនៅការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករៀមផងដែរក្នុងពេលជាមួយគ្នានោះដែរគឺប្រទេសថៃក៏ជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកក៏ប៉ុន្តែក៏ជាអ្នកទិញអាវុធរបស់ចិនដ៏ធំផងដែរបើយោងទៅតាមវិជាសាស្ត្រស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm គឺប្រទេសចិនគឺជាអ្នកដែលផ្ដល់អាវុធទៅដល់ប្រទេសថៃច្រើនជាងគេបំផុតធំជាងគេបំផុត
នៅឆ្នាំ2024គឺមានអាវុធរហូតដល់43%នៃអាវុធទាំងអស់ដែលថៃនាំចូលនៅថ្ងៃប្រហ័ននេះគឺអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិនលោកជាងវិនបានថ្លែងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថាមានរបាយការណ៍ថាកងកម្លាំងរបស់ថៃបានរឹបអូសនៅមីស៊ីលដើម្បីបាញ់កំទេចរក្រោះដែលផលិតនៅប្រទេសចិនហើយនឹងអាវុធមួយចំនួនទៀតពីទីតាំងរបស់កម្ពុជាក្នុងអំឡុងពេលនៃការប៉ះទង្គិចនាពេលថ្មីនោះគឺលោកជាងបានឆ្លើយថាប្រទេសចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាច្រើនរួមមានការធ្វើពាណិជ្ជកម្មអាវុធផងដែរជាមួយទាំងប្រទេសកម្ពុជានិងប្រទេសថៃគឺមិនមែនមានន័យថាជាការមួយសំដៅទៅលើភាគីទី3ណាមួយទេគឺយើងគោរពតាមទាំងស្រុងទៅនឹងច្បាប់និងការអនុវត្តអន្តរជាតិដោយមិនល្មើសនោះទេហើយវាមិនមែនមានអ្វីតាក់ទងគ្នាជាមួយនឹងទំនាស់រវាងថៃនិងកម្ពុជានាពេលបច្ចុប្បន្ននេះឡើយលោកបានទទូចថាភាគីពាក់ព័ន្ធនានាគួរតែជៀសវាងការប៉ាន់ស្មានណាមួយដែលមិនត្រឹមត្រូវដែលលោកបន្ថែមថាប្រទេសចិននៅតែសកម្មក្នុងការធ្វើការងារដើម្បីបញ្ចុះបញ្ចូលឲ្យភាគីទាំងពីរស្វែងរកសន្តិភាពហើយនឹងបន្តដើរតួនាទីស្ថាបនានៅក្នុងការជំរុញបទជបាញ់គ្នានិងបញ្ឈប់ការធ្វើនឹងបញ្ឈប់សកម្មភាពប្រទុសរាយនិងកសាងសន្តិភាពផងដែរបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post ដោយឡែកខាងកាសែត Khawsod វិញក៏បានសួរទៅនាយករដ្ឋមន្ត្រីថៃគឺលោកអនុធីនឆាន់វីរគុលនៅថ្ងៃប្រហ័ននេះផងដែរគឺលោកអនុធីនបានឆ្លើយមកវិញថាលោកអត់បានដឹងថាមានឯកអគ្គរដ្ឋទូតចិនណាដែលសម្របសម្រួលឲ្យមានអ្នកចរចាអ្នកសម្របសម្រួលរវាងប្រទេសថៃនិងប្រទេសកម្ពុជាទេហើយលោកបានបន្ថែមថាអ្នកណាក៏ដោយដែលចង់មកចរចាជាមួយនឹងថៃនោះគឺគួរតែប្រាប់កម្ពុជាឲ្យឈប់បាញ់ជាមុនសិនគឺឈប់បាញ់ឈប់វាយប្រហារទៅលើប្រទេសថៃទៅលោកអនុធីនបានបញ្ជាក់បន្ថែមទៀតថាគឺប្រទេសថៃបានគោរពយ៉ាងពេញលេញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរទាំង4ចំណុចហើយកម្ពុជាគឺមិនដែលបានធ្វើតាមមួយចំណុចណាឡើយបាទនេះគឺជាសេចក្តីរាយការណ៍របស់ Khawsod ហើយប្រិមិត្តអាចពិចារណាដោយខ្លួនឯងណាហើយតាក់ទងជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានចេញសេចក្តីថ្លែងការណ៍ថាគឺលោកនឹងប្រើប្រាស់កិច្ចប្រជុំពិសេសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់អាស៊ានដែលនឹងរៀបចំនៅថ្ងៃទី22ខែធ្នូនេះដើម្បីជាវេទិកាមួយបើសម្រាប់ឲ្យមានការចរចាកិច្ចព្រមព្រៀងជប់បាញ់គ្នានោះគឺនាយករដ្ឋមន្ត្រីថៃលោកអនុធីនបាននិយាយថាគឺមានការអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំរបស់អាស៊ានមែនហើយគឺពីមុនមកគឺលោករដ្ឋមន្ត្រីការបរទេសសៀស័កភួងកិតកៅបាននិយាយថាលោកមិនចង់ទៅចូលរួមប្រជុំនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីទេគឺលោកចង់ទៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីវិញក៏ប៉ុន្តែលោកអាន់វ៉ាក្រោយមកបានទូរស័ព្ទទៅបញ្ចុះបញ្ចូលដោយឲ្យសូមឲ្យលោករដ្ឋមន្ត្រីការបរទេសនឹងទៅទីក្រុងកូឡាឡាំពួរទៅពីព្រោះអីការចរចាជាច្រើននោះគឺបានធ្វើឡើងនៅម៉ាឡេស៊ីហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បាននិយាយថាលោកក៏បានបាទនាយករដ្ឋមន្ត្រីថៃក៏បាននិយាយថាលោកក៏បានយល់ព្រមថាចឹងអត់មានបញ្ហាអ្វីទេគឺបានបញ្ជាក់ធ្ងន់ថាដោយហេតុផលណាក៏ដោយឈរលើរឿងអីក៏ដោយគឺត្រូវតែការពារកុំឲ្យថៃបាត់បង់ផលប្រយោជន៍របស់ខ្លួនបាទនេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំដកសងជូនប្រិមិត្តពី South China Morning Post ហើយនឹងពីកាសែត Khawsod ចឹងសូមជូនមតិបន្តិចឃើញប្រិមិត្តអាចសង្កេតឃើញពីជំហររបស់ថៃម្ដងលេចកាត់តាំងពីលើកមុននៅក្នុងរដ្ឋបាលរបស់លោកស្រីភេថងថានទោះបីជាយ៉ាងណាក៏ដោយរវាងរដ្ឋបាលស៊ីវិលមានការនិយាយស្របគ្នាបាទហើយប៉ុន្តែខុសគ្នាជាមួយនឹងយោធាឥឡូវនេះសូម្បីតែរដ្ឋបាលស៊ីវិលហ្នឹងក៏និយាយរញ៉េរញ៉ៃច្រើនបាទលោកអនុធានហ្នឹងគឺនិយាយរួមគាត់ចង់បង្ហាញខ្លួនថាគាត់ជាអ្នកខ្លាំងបាទគាត់ជាអ្នកខ្លាំងជាអ្នកការពារផលប្រយោជន៍របស់ថៃក៏ប៉ុន្តែសម្ដីរបស់គាត់ចេញមកគឺបាទនិយាយឲ្យគេដឹងនៅលើគោកថាគាត់និយាយនឹងអត់បានការអត់បានសាច់ការនិយាយឲ្យទៅរួចពីមាត់និយាយដើម្បីបាទដើម្បីបង្ហាញថាខ្លួនឯងជាខ្លាំងដើម្បីបង្ខូចស្ថានភាពបាទទូយ៉ាងដូចជាការដែលបេសកជនរបស់
ចិនទៅចរចារឿងហេតុធម្មតាគេទូតគេធ្វើការជាមួយនឹងក្រសួងការបរទេសហើយប៉ុន្តែក្រសួងការបរទេសហ្នឹងមុននឹងជួបចរចាហ្នឹងក៏មានទៅជូនដំណឹងទៅខាងខុតកាល័យរបស់នាយករដ្ឋមន្ត្រីដើម្បីឲ្យគេបានដឹងហើយខុតកាល័យហ្នឹងក៏ត្រូវទៅជម្រាបនាយករដ្ឋមន្ត្រីដែរបាទទោះបីជាខ្លួនជានាយករដ្ឋមន្ត្រីចាំផ្ទះក៏ដោយអញ្ចឹងប្រិមិត្តបានឲ្យឃើញគឺបាទចំហរបស់ថៃហ្នឹងហើយបើជាពិសេសដល់ពេលដែលយើងអានព័ត៌មាននេះយើងនិយាយដល់ចំណុចដែលថៃគាត់និយាយថាគាត់គោរពទាំង4ចំណុចអត់មានខ្វះចំណុចណាកម្ពុជាអត់មានគោរពមួយសោះបាទពេលហ្នឹងប្រិមិត្តបានលើពេលហ្នឹងបាទបើអានទូរស័ព្ទវិញសឹងបោកទូរស័ព្ទចោលបាទសំទោសខ្ញុំមិនគួរសើចប៉ុន្តែខ្ញុំវាហួសចិត្តដែរណាបាទខ្ញុំជឿតែអ្នកដែលកំពុងស្ដាប់ខ្ញុំអានព័ត៌មាននេះជូនបាទបែបចង់ខាងខ្ញុំទេថាចាំបាច់យកសម្ដីមនុស្សអត់បានការមកចែករំលែកធ្វើអ្វីប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងត្រូវដឹងថាមនុស្សនឹងនិយាយយ៉ាងម៉េចដើម្បីឲ្យបើយើងត្រៀមខ្លួនយើងធ្វើការងារយ៉ាងណាបាទឥឡូវនេះគឺចូលព័ត៌មានទី3ទោះបីជាថៃនិយាយយ៉ាងណាក៏ដោយបាទថៃប្រកាន់ជំហរយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅកម្ពុជាគឺចឹងឥឡូវនេះអស់ហើយព័ត៌មានតាក់ទងជាមួយនឹងកម្ពុជានិងថៃសូមជូនពីរឿងដែនកោះតៃវ៉ាន់វិញម្ដងបាទពីរឿងដែនកោះតៃវ៉ាន់វិញគឺបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺបានឲ្យដឹងថាសហរដ្ឋអាមេរិកបានប្រកាសលក់អាវុធដែលមានតម្លៃរហូតដល់11,000 លានដុល្លារទៅឲ្យដែនកោះតៃវ៉ាន់អញ្ចឹងព័ត៌មាននេះគឺខ្ញុំជម្រាបជូនប្រិមិត្តទាំងអស់គ្នាដើម្បីឲ្យប្រិមិត្តបានដឹងផងដែរតែថាតៃវ៉ាន់គាត់មានការត្រៀមខ្លួនយ៉ាងម៉េចហើយតើមានការវិវត្តយ៉ាងម៉េចណាគឺបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គាត់ឲ្យដឹងថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកសម្រេចលក់អាវុធដែលមានតម្លៃ 11.1 ទៀតណាបាទ 11.1 billion dollar បាទទៅឲ្យដែនកោះតៃវ៉ាន់ដែលជាការលក់អាវុធដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិកទៅដល់ដែនកោះនេះបាទក្នុងពេលដែលតៃវ៉ាន់កំពុងតែរងសម្ពាធយ៉ាងខ្លាំងពីប្រទេសចិនហើយនេះគឺជាការលក់លើកទី2ហើយក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកើតមានឡើងក្នុងគណៈពេលដែលទីក្រុងប៉េកាំងខិតខំបង្កើននៅការដាក់សម្ពាធទាំងយោធានិងការទូតប្រឆាំងនឹងដែនកោះតៃវ៉ាន់ដែលចិនបានអះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួនហើយការអាវុធដែលលក់នោះតើមានប្រភេទអាវុធអ្វីខ្លះតើមានប្រភេទអាវុធអ្វីខ្លះបើយោងតាមសេចក្តីរាយការណ៍នេះគឺមានចំនួន8មុខបាទ8មុខដែលលក់ឲ្យទៅដែនកោះតៃវ៉ាន់នោះគឺរួមមានអាវុធHIMARS បាទប្រិមត្តដឹងហើយ HIMARS ណាគឺនៅខ្មែរ HIMARS របស់ខ្មែរគឺ BM21 ហ្នឹងគឺប្រភេទយ៉ាងណា Howitzer គឺកាភ្លើងផ្លោងហើយនឹង missile ប្រឆាំងនឹងរក្រោះ Javelin ប្រិមត្តធ្លាប់ឮសូរហើយ Javelin ហ្នឹងប្រើប្រាស់ពេលនៅអ៊ុយក្រែនណា Javelin អាវុធប្រឆាំងនឹងរក្រោះបាញ់ល្អណាស់ហើយនឹងមាន drone បាទ drone ដែលបំពាក់គ្រាប់បែកដែលហោះបាទដើម្បីវាប្រហារហើយក៏រួមមានគ្រឿងបន្លាស់ជាច្រើនទៀតផងដែរនេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរបស់ដែនកោះតៃវ៉ាន់ហើយក្រសួងបានបន្ថែមទៀតថាសហរដ្ឋអាមេរិកនៅតែបន្តជួយដែនកោះតៃវ៉ាន់នៅក្នុងការថែរក្សាសមត្ថភាពការពារខ្លួនហើយនឹងគឺខិតខំធ្វើយ៉ាងណាកសាងកម្លាំងយោធាមួយដែលបង្ការហេតុការណ៍ទុកជាមុនដែលធ្វើឲ្យមានការមានព្រៀបនៅក្នុងការធ្វើការប្រយុទ្ធក្នុងករណីដែលមានការគម្រាមកំហែងដើម្បីជាមូលដ្ឋានមួយក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់បាទហើយក៏ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍នេះគឺកញ្ចប់អាវុធដែលត្រូវលក់នេះគឺត្រូវការអនុម័តយល់ព្រមពីសភារបស់សហរដ្ឋអាមេរិកផងដែរក៏ប៉ុន្តែគឺប្រហែលជាមិនមែនជាឧបសគ្គទេពីព្រោះអីតៃវ៉ាន់មានសម្ព័ន្ធមិត្តច្រើននៅក្នុងសភារបស់សហរដ្ឋអាមេរិកនេះហើយគឺនៅក្នុងរយៈពេលថ្មីនេះគឺសហរដ្ឋអាមេរិកបានស្នើឲ្យដែនកោះតៃវ៉ាន់ហ្នឹងគឺធ្វើទំនើបកម្មយោធារបស់ខ្លួនដោយធ្វើទំនើបកម្មអាវុធមួយចំនួនដើម្បីធ្វើយ៉ាងណារក្សាសមត្ថភាពរបស់ខ្លួននេះហើយដោយសារតែការជំរុញពីសហរដ្ឋអាមេរិកនោះគឺដែនកោះតៃវ៉ាន់បានខិតខំធ្វើការដើម្បីប្រែក្លាយកងកម្លាំងរបស់ខ្លួននោះគឺដែលអាចធ្វើការងារប្រយុទ្ធបានដោយបាទតាក់ទិចនេះខ្ញុំនេះខាងអត្ថបទនឹងជំរាបជូនណាគឺទី1គឺតៃវ៉ាន់គាត់បង្កើតកងទ័ពដែលអាចនឹងធ្វើការចល័តវាយប្រហារក្នុងទ្រង់ទ្រាយតូចបាទទ្រង់ទ្រាយតូចគេថាតូចហើយមានអាចចល័តរហ័សបាន mobile smaller បាទហើយតាមធម្មតាអាចប្រើអាវុធដែលមិនសូវអស់លុយច្រើន
អាវុធដែលមិនសូវអស់លុយច្រើនក៏ប៉ុន្តែមានសមត្ថភាពនៅក្នុងការបំផ្លាញខ្លាំងនោះគឺបាទអាវុធប្រភេទដូចជា drone នេះជាដើមបាទ drone នេះជាដើមដែលជាអាវុធទំនើបសម័យថ្មីដែលនិយមការប្រើប្រាស់សូម្បីតែសហរដ្ឋអាមេរិកនេះក៏បានយក drone បាទចម្លង drone សាហ៊ីតរបស់ខាងអ៊ីរ៉ង់នោះមកផលិតឲ្យដើម្បីប្រើប្រាស់ផងដែរដោយសារតែអស់តម្លៃតិចហើយមានប្រសិទ្ធភាពដូចមីស៊ីលធំដែរបាទនេះគឺជាការវិវត្តនៅដែនកោះតៃវ៉ាន់ជាមួយនឹងសហរដ្ឋអាមេរិកហើយព័ត៌មានចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងបញ្ហានៅអ៊ុយក្រែនបាទបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាមន្ត្រីរបស់វិមានកម្លាំងឥឡូវនេះកំពុងតែរៀបចំដើម្បីជួបចរចាគ្នាជាមួយនឹងក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិកនេះបាទគឺតាមសេចក្តីរាយការណ៍គឺថាអាចនឹងរៀបចំនៅទីក្រុង Miami នៅក្នុងរដ្ឋ Florida នេះបើតាមការបញ្ជាក់របស់លោក Peskov Dmitry Peskov ដែលជាអ្នកនាំពាក្យវិមានកម្លាំងលោកថាឥឡូវនេះគឺខាងអ៊ុយក្រែនបានជួបប្រជុំជាមួយនឹងអាមេរិកឥឡូវនេះដល់ពេលដែលខាងរុស្ស៊ីជួបប្រជុំជាមួយនឹងខាងសហរដ្ឋអាមេរិកវិញម្ដងហើយសមាជិកភាពដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅក្នុងសមាជិកភាពដែលចូលរួមក្នុងការចរចានោះគឺមានបេសកជនរបស់លោក Vladimir Putin ដែលទទួលបន្ទុកខាងការវិនិយោគទុនគឺ Kirill Dmitriev ចាំបានន័យថាខាងរុស្ស៊ីយករឿងវិនិយោគទុនមកនិយាយជាមួយនឹងសហរដ្ឋអាមេរិកហើយបេសកជនរបស់សហរដ្ឋអាមេរិកដែលចូលរួមនៅក្នុងការចរចានោះគឺកូនប្រសាររបស់លោកប្រធានាធិបតី Donald Trump ផងដែរតែជាអ្នកដែលមានជំនាញខាងការធ្វើពាណិជ្ជកម្ម business ហ្នឹងបាទអញ្ចឹងជាការវិវត្តដែលតាក់ទងជាមួយនឹងរឿងអ៊ុយក្រែនហើយខាងលោក Vladimir Putin ក៏បានប្រមានម្សិលមិញទៅដល់អ៊ុយក្រែនហើយនឹងសហភាពអឺរ៉ុបថាបើទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយឬក៏មិនមានកិច្ចព្រមព្រៀងនេះក៏ដោយគឺរុស្ស៊ីនឹងត្រូវតែយកដែនដីរបស់អ៊ុយក្រែនបន្ថែមទៀតគឺបានន័យថាបើកិច្ចព្រមតាមរយៈកិច្ចព្រមព្រៀងគឺឲ្យអ៊ុយក្រែនដកចេញពីតំបន់ Donbas គឺរុស្ស៊ីបានដីដោយមិនចាំបាច់ប្រយុទ្ធតាមរយៈកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែបើសិនជាមិនមានកិច្ចព្រមព្រៀងសន្តិភាពទេគឺរុស្ស៊ីប្រើកម្លាំងដើម្បីវាយកផងដែរអញ្ចឹងលោកពូទីនបាននិយាយម្សិលមិញថាទោះបីមានកិច្ចព្រមព្រៀងក៏ដោយមិនមានកិច្ចព្រមព្រៀងក៏ដោយគឺរុស្ស៊ីនឹងត្រូវតែបានដីបន្ថែមទៀតពីអ៊ុយក្រែនបាទពេលបច្ចុប្បន្ននេះគឺរុស្ស៊ីបានគ្រប់គ្រងដីរបស់អ៊ុយក្រែននឹងប្រមាណជា 19% បានន័យថា 1/5 នៃដីដែលរុស្ស៊ីគ្រប់គ្រងនៅរបស់អ៊ុយក្រែនណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលរួមការស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះយើងនឹងជួបគ្នានៅថ្ងៃស្អែកសម្រាប់អ្នកនៅកម្ពុជាហើយនៅល្ងាចនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកក៏ប៉ុន្តែសម្រាប់ពេលខាងមុខទៅប្រហែលជានៅថ្ងៃអាទិត្យពេញមួយថ្ងៃអាទិត្យមកនៅកម្ពុជាហ្នឹងតាំងព្រឹកតាំងល្ងាចខ្ញុំអត់ផ្សាយទេណាបាទសម្រាប់មួយថ្ងៃអាទិត្យមកនៅកម្ពុជាហ្នឹងគឺនៅកម្ពុជានៅសហរដ្ឋអាមេរិកហ្នឹងគឺបានន័យថាថ្ងៃសៅរ៍ល្ងាចហើយនៅព្រឹកថ្ងៃអាទិត្យមកនៅសហរដ្ឋអាមេរិកអត់ផ្សាយទេណាចង់សម្រាប់ខ្លះដែរមកមានកិច្ចការទៅធ្វើច្រើនដែរបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលមកក្នុងកម្មវិធីនេះអរគុណផងដែរចំពោះអ្នកដែលយកទៅចែកចាយបន្តបាទសូមជម្រាបលា